បាទសូមជំរាបសួរបងប្អូនយើងបាទដែលគាត់ធ្វើការនៅរោងចក្រសាប្រិណាបាទហើយស្រាប់ថ្ងៃនេះផ្ទាល់បាទជួបជាមួយ admin ទៀតហើយបាទក្នុងការធ្វើក៏ដូចជាផលិតនៅវីដេអូបាទទុកជាអនុស្សាវរីយ៍បាទដើម្បីធ្វើការចែកជូនបាទទៅកាន់បងប្អូនយើងណាបាទហ្នឹងហើយសម្រាប់ថ្ងៃនេះផ្ទាល់ណាបងប្អូនយើងបើបានឃើញបាទក៏ដូចជាប្រទេសឃើញណាបាទនៅវីដេអូបាទនៅក្នុងរោងចក្រសាប្រិណានេះផងដែរបងប្អូនយើងអាចជួយធ្វើការចុចជាវបាទឬក៏ Subscribe បងប្អូនបាទជាភាសាអង់គ្លេសបាទនៅក្នុង Channel YouTube បាទរបស់ខ្ញុំបាទមានឈ្មោះថាក្រមុំបាទកសិករបងប្អូនវាយជាភាសាអង់គ្លេសបាទឬក៏ជាអក្សរឡាតាំងអង់គ្លេសក៏បានដែរបងប្អូនក្រមុំកសិករណាហ្នឹងហើយឬក៏ជាfollow page បាទឬក៏page ផ្លូវការរបស់ខ្ញុំបាទហ្នឹងដែលមានឈ្មោះថាបាទហៀងស៊ីមបងប្អូនបាទហ្នឹងហើយដើម្បីទទួលបាននៅរាល់វីដេអូបាទថ្មីបាទក៏ដូចជាការផ្ដិតជូនបាទថ្មីណាចែកជូនទៅកាន់ឪពុកម៉ែបងប្អូនយើងបាទនៅតាមបណ្ដាញសង្គមបាទដែលខ្ញុំបាទធ្វើឡើងនេះគឺ3បណ្ដាញសង្គមបងប្អូនបាទមានដូចជា Facebook បាទ TikTok បាទនិង Channel YouTube នេះតែម្ដងផងដែរបងប្អូនណាបាទចឹងបងប្អូនយើងអាចធ្វើការចូលមើលបាទដោយសេរីបាទមិនគិតលុយមិនគិតកាក់នោះទេបងប្អូនណាបាទហ្នឹងហើយក៏យើងឃើញបាទនៅអនុស្សាវរីយ៍បាទក៏ដូចជាមិត្តភ័ក្តិយើងបាទដែលគាត់ធ្វើនៅរោងចក្រសាប្រិណាបងប្អូនណាបាទហ្នឹងហើយគឺយើងឃើញនៅសកម្មភាពពិតរូបពិតរបស់គាត់តែម្ដងបងប្អូនបាទដោយសារតែខ្ញុំបាទហ្នឹងគឺធ្វើការផ្ដិតជូននៅទិដ្ឋភាពផ្ទាល់ណាបាទដើម្បីចែកជូនទៅកាន់បងប្អូនយើងនេះតែម្ដងផងដែរបាទអញ្ចឹងសម្រាប់ថ្ងៃនេះផ្ទាល់បាទគឺខ្ញុំក៏សូមអធិស្ឋានដោយសារតែធ្វើការអាប់ឡូតរឿងយឺតបន្តិចបងប្អូនបាទដោយសារតែខ្ញុំជាប់រវល់ធ្វើការអាប់ឡូតបាទវីដេអូជាច្រើនណាបងប្អូនបាទក៏ប៉ុន្តែពីថ្ងៃប្រហែលថ្ងៃមុនហ្នឹងគឺខ្ញុំក៏បានធ្វើការផ្ដិតជូននៅវីដេអូបាទនៅរោងចក្រសាពិរីណាហ្នឹងជូនពុកម៉ែបងប្អូនយើងដែរបាទសម្រាប់ថ្ងៃបន្ទាប់មកទៀតគឺខ្ញុំធ្វើការអាប់ឡូតបាទនៅរោងចក្រដតីបាទដតីទៀតអញ្ចឹងទៅបាទក៏ដូចជាការអាប់ឡូតវីដេអូនៅវត្តណាបងប្អូនយើងហ្នឹងហើយអញ្ចឹងក៏សូមអធិស្ឋានបងប្អូនយើងផងដែរបាទដោយសារតែមានការយឺតយ៉ាវបាទឬក៏អាប់ឡូតនៅវីដេអូបាទបងប្អូនយើងមិនអស់ណាបងប្អូនបាទក៏ប៉ុន្តែខ្ញុំបាទក៏នៅតែព្យាយាមបងប្អូនហ្នឹងហើយព្យាយាមអាប់ឡូតជូនទាល់តែអស់វីដេអូបងប្អូនយើងតែម្ដងណាហ្នឹងហើយបាទអញ្ចឹងសម្រាប់ថ្ងៃនេះបងប្អូនបាទដែលគាត់តែងតែមើលបាទហ្នឹងហើយបើសិនជា admin បាទធ្វើការអត្ថាធិប្បាយណាបាទអមក្នុងការនិយាយបាទមិនសូវជាក្បោះក្បាយបាទដោយប្រការណាមួយនោះក៏សូមបងប្អូនយើងបាទមេត្តាអធិស្ឋានបាទនឹងអភ័យទោសពីខ្ញុំបាទនេះផ្ទាល់ផងដែរបាទហើយខ្ញុំបាទអរគុណបាទទៅដល់បងប្អូនបាទហ្នឹងហើយក៏ដូចជាបងសហជីពសហព័ន្ធបាទតែងតែគាត់មានកម្មវិធីបាទល្បែងល្បាមលេងកម្សាន្តបាទដើម្បីសប្បាយបាទនៅពេលសម្រាប់យើងសម្រាប់1ម៉ោងណាបងប្អូនយើងបាទហ្នឹងហើយអញ្ចឹងក៏អរគុណបងមែនទែនបាទដែលតែងតែរៀបចំនៅកម្មវិធីនេះឡើងដើម្បីឲ្យបងប្អូនយើងកម្មករកម្មការនីរបស់យើងដែលគាត់លេងណាហ្នឹងហើយតោះបងប្អូនយើងបាទអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់តែងតែមើលនិងគាំទ្របាទនៅ Channel YouTube របស់ខ្ញុំបាទក៏ដូចជា Page ផ្លូវការរបស់ខ្ញុំបាទហ្នឹងហើយគឺខ្ញុំមានវីដេអូជាច្រើនបាទដើម្បីចែកជូនទៅកាន់ឪពុកម៉ែបងប្អូនយើងមើលបាទដើម្បីទុកជាអនុស្សាវរីយ៍បងប្អូនបាទនៅឆ្នាំក្រោយទៀតអញ្ចឹងទៅហ្នឹងហើយបងប្អូនយើងអាចចូលមើលបានរហូតណាដោយមិនគិតលុយមិនគិតកាក់អីទេបងប្អូនហ្នឹងហើយអញ្ចឹងយើងចូលមើលបានបងប្អូនណាបាទហ្នឹងហើយបាទហើយឃើញថារោងចក្រសាពេរីណាបងប្អូនបាទខាងបងបាទក៏ដូចជាចិនបាទគឺគាត់ធ្វើការរៀបចំជូនបងប្អូនយើងតែម្ដងហ្នឹងហើយមានចងបេប៉ោងមានអីអញ្ចឹងទៅបងប្អូនហ្នឹងហើយមានជាផ្ការំយោលអីអញ្ចឹងទៅដើម្បីលម្អបាទនៅកន្លែងកម្មវិធីណាបងប្អូនយើងនៅកន្លែងកម្មវិធីរបស់យើងលេងកំសាន្តហ្នឹងហើយបងប្អូនយើងឃើញស្រាប់ហើយបងប្អូនខ្លះគឺគាត់ទៅយកបាយយកអីមកហូបអញ្ចឹងទៅបាទអញ្ចឹងគឺគេមានបាយមានអីឲ្យយើងហូបណាបងប្អូនបាទសម្រាប់ថ្ងៃត្រង់សម្រាប់រោងចក្រសាព្រីណាបងប្អូនណាបាទនេះបងប្អូនយើងឃើញកាន់ថាសហ្នឹងគេដាក់បាយដាក់អីឲ្យយើងហូបត្រឹមត្រូវណាបងប្អូនហើយបាទហ្នឹងហើយ
ហើយស្តង់ដាររបស់រោងចក្រមែនតែនតែម្ដងណាបងប្អូនយើងហ្នឹងហើយស្តង់ដាររបស់រោងចក្រណាហ្នឹងហើយតោះបងប្អូនយើងបាទហើយពេលវេលារបស់យើងគឺកាន់តែខើចបន្តិចម្ដងហើយណាហ្នឹងហើយបើពុកម៉ែបងប្អូនយើងបាទមិនបានឃើញរូបឬក៏សកម្មភាពបងប្អូនយើងនៅក្នុងវីដេអូនោះទេក៏សូមអធិស្ឋានផងបងប្អូនបាទដោយសារតែការថតក៏ដូចជាការផ្តិតជូនហ្នឹងគឺមិនទាន់អស់នៅឡើយណាបងប្អូនយើងបាទហ្នឹងហើយអញ្ចឹងបងប្អូនយើងបាទដែលគាត់តែងតែចូលរួមបាទនៅក្នុងការលេងរាំកំសាន្តនេះបាទបងប្អូននឹងទទួលបាននៅរូបភាពបាទជាវីដេអូនេះផ្ទាល់បាទសម្រាប់មើលបាទហ្នឹងហើយក៏ដូចជាអនុស្សាវរីយ៍សម្រាប់ឆ្នាំទៅទៀតចឹងទៅបងប្អូនណាបាទហ្នឹងហើយបាទជាចុងក្រោយបាទហ្នឹងហើយបងប្អូនហើយហ្នឹងហើយក៏អរគុណបាទសម្រាប់ការជួយគ្រប់គ្រង page របស់ខ្ញុំបាទនេះផ្ទាល់ផងដែរបាទហ្នឹងហើយ page របស់ខ្ញុំបាទដែលមានឈ្មោះថាហៀងស៊ីមនេះផ្ទាល់តែម្ដងបងប្អូនណាបាទហ្នឹងហើយសូមតាកុំភ្លេចបងប្អូនយើងជួយម្នាក់មួយទៅហ្នឹងហើយដើម្បីឲ្យខ្ញុំបាទទទួលបាននៅចំនួន follow កាន់តែច្រើនផងដែរបាទក៏ដូចជាជួយ subscribe នៅ channel YouTube របស់ខ្ញុំបាទហ្នឹងម្នាក់មួយទៅបងប្អូនបាទហ្នឹងហើយអញ្ចឹងអរគុណបងប្អូនបាទនិយាយរៀងដដែលតិចហើយបងប្អូនណាបាទហ្នឹងហើយបើសិនណានិយាយទៅមានការច្រំដែលអីក៏សូមអធិស្ឋានផងបងប្អូនហ្នឹងហើយដោយសារតែ admin បាទរៀបរាប់ហ្នឹងហើយឲ្យចប់នៅសេចក្តីដើមរឿងបាទក្នុងការលេងកំសាន្តរបស់បងប្អូនយើងនេះតែម្ដងផងដែរបាទអញ្ចឹងជាចុងក្រោយបងប្អូនជូនពរបាទក្នុងឱកាសឆ្នាំថ្មីឲ្យបងប្អូនបានទទួលនៅសុវត្ថិភាពបាទទាំងទៅទាំងមកសម្រាប់បងប្អូនយើងនៅផ្ទះទីចិត្តទីឆ្ងាយណាបងប្អូនយើងហ្នឹងហើយចូលមកវិញប្រកបដោយរលូនបងប្អូនហ្នឹងហើយរកលុយបានច្រើនទៀតណាហ្នឹងហើយដើម្បីធ្វើការសបាយជប់លៀងបាទនៅឆ្នាំក្រោយទៀតបងប្អូនយើងបាទអញ្ចឹងអរគុណបាទសម្រាប់ការគ្រប់គ្រងរបស់បងប្អូនយើងបាទខ្ញុំបាទមានតែប៉ុណ្្នឹងទេបាទហើយក៏សូមអរគុណបាទនឹងអធិស្ឋានបាទរាល់កំហុសបាទដែលខ្ញុំបាទធ្វើការនិយាយទៅខុសឆ្គងដោយអចេតនាផងដែរបាទសូមអរគុណសូមជម្រាបលា